việc là mình tây bảo rót có chờ làm luôn ai chìm tây bảo bạn thế cho nên ca để toàn bật ca nghĩ thôi miền ca vô chờ làm trong cái thằng mình vô chờ làm thế về hát đôi chiaประ quán hayรุ่นnhư tôi chia miền phật cầm đấtแบบนั้นรุ่นnhư tôi chia miền phật cầm đấtแบบนั้นvề phơi ở tôi chỉ ca nghe rót hay năng ca nghe bạn nó về chụp bột chụp bò nó bình thường đó xong group trong việc xu lục xây nên cả nhà chỉ tìm một đấy ngày ní sầm lây bị chia thập tay chưa lươn bàn lươn một thiên là bọn vẹn con tần năng khu lùm non này ca trong một thảm bọn thầm nàng về bông con và hai chị đăng hai thà ca đại chọc từ can mua thàn bọn thầm nàng đấy cứ chỉ ca xoay đâu cứ có an trả cũng nằm bậy đó xoay pan hà chỉ bọn đại chụp bờ pan hà nơi bờ Campuchia miền chỉ lớn pan hà vẹn con tần bom non vẹn con năng bự phục lôi pan hà tim xa cả scam tiếng onនេះគឺសិតសង្កេតជាបញ្ហាដែលតំណាងរាស្ត្រចុះទៅស្វែងរកចុះទៅជួបដើម្បីដោះស្រាយជូនប្រជាពលរដ្ឋអញ្ចឹងថ្ងៃនេះខ្ញុំបានមានការចែករំលែកក៏ដូចទៅជែកទៅលើបញ្ហានេះជាមួយនឹងអាយដាមញ៉ាំពញ្ញរិទ្ធដែលជាប្រធានគណៈបកប្រជាតៃជាលឿនបាទសូមគោរពជំរាបសួរអាយដាមបាទអាយដាមពាក់ព័ន្ធទៅនឹងបញ្ហាការចុះទៅមូលដ្ឋានរបស់តំណាងរាស្ត្របើតាមរឿងរ៉ាវប្រវត្តិរបស់អាយដាមធ្លាប់ឆ្លងកាត់ពាក់ព័ន្ធទៅនឹងការចុះនៅមូលដ្ឋានអាយដាមធ្លាប់ជាប់ជាតំណាងរាស្ត្រជាមួយនឹងគណៈបក្សសិទ្ធិមនុស្សដូច្នេះថ្ងៃនេះខ្ញុំមានសំណួរពីរ3ដើម្បីជជែកចែកជូនទៅដល់អ្នកតាមដានអ្នកគ្រប់គ្រងមួយចំនួនតើតំណាងរាស្ត្ររបស់គណៈបកនីមួយនៅពេលដែលចុះទៅមូលដ្ឋានហ្នឹងតើតំណាងក្នុងនាមជាបកឬក៏នាមតំណាងក្នុងនាមជាប្រជាពលរដ្ឋរបស់ប្រជាជនខ្មែរទាំងមូលបាទអាយដាមជាដំបូងខ្ញុំសូមជម្រាបជូនពីទូនាទីភារកិច្ចរបស់អ្នកតំណាងរាស្ត្រសង្ខេបមួយផ្លែតទូនាទីសំខាន់3របស់អ្នកតំណាងរាស្ត្រដែលយើងឲ្យឈ្មោះថាទី1ការពិភាក្សាអនុម័តទៅលើសេចក្តីព្រាងច្បាប់និងសេចក្តីស្នើច្បាប់ជាទូនាទីដ៏សំខាន់ទូនាទីទី2ដែលឲ្យឈ្មោះថាតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលជាអំណាចប្រតិបត្តិពីព្រោះសភាអ្នកតំណាងរាស្ត្រគឺអំណាចនីតិបញ្ញត្តិហើយទូនាទីទី3គឺជាទូនាទីសំខាន់មួយទៀតដែលឲ្យឈ្មោះថាចុះជួបប្រជាពលរដ្ឋស្ដាប់ពីទុកកង្វល់ពីបញ្ហាដែលប្រជាពលរដ្ឋលោកជួបប្រទះដើម្បីពំនាំយករឿងទាំងអស់នោះយកមកទៅជែកវែកញែកដោះស្រាយជាមួយនឹងអំណាចនីតិប្រតិបត្តិជាមួយនឹងរាជរដ្ឋាភិបាលដើម្បីស្វែងរកដំណោះស្រាយល្អជូនដល់ប្រជាពលរដ្ឋក៏ដូចជាជូនដល់សង្គមជាតិទាំងមូលដូច្នេះរយៈពេលកន្លងផុតមកឬក៏រហូតដល់ពេលបច្ចុប្បន្នយើងតែងតែសង្កេតឃើញថាហាក់ដូចជាមានភាពច្របូកច្របល់បន្តិចពេលដែលតំណាងរាស្ត្រដែលក្នុងរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថាមិនមែនជាតំណាងរាស្ត្រនៅក្នុងតែត្រឹមតែមណ្ឌលរបស់ខ្លួនទេតែជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូលដូច្នេះសិទ្ធិសេរីភាពនៃការចុះទៅជួបប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនថានៅក្នុងតំបន់ណាខេត្តណាទេអ្វីដែលខ្ញុំប្រាប់ពាក្យថាច្បូកច្បល់ពេលដែលចុះជួបរាស្ត្រហាក់ដូចជាបង្ហាញរូបភាពជាតំណាងរាស្ត្រកូតាបៈនឹងខ្លាំងជាងក្នុងនាមជាតំណាងរាស្ត្រតំណាងប្រជាជាតិខ្មែរទាំងមូលទៅវិញនោះជាចំណុចខ្វះខាតមួយដែលខ្ញុំបានសង្កេតឃើញបាទអាដាមពាក់ព័ន្ធទៅនឹងការចុះទៅមូលដ្ឋានទោះបីជាគាត់តំណាងឲ្យគណៈបកក្តីតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលដែរប៉ុន្តែអាដាមមានបានសង្កេតឬក៏ខ្លួនអាដាមផ្ទាល់ទៅពេលមានបទពិសោធន៍ក្នុងការចុះជួបរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹងតើកតាបកិច្ចដែលចុះនោះវាសំខាន់ណាស់មិនទេវាជាកតាបកិច្ចរបស់គាត់ត្រូវតែធ្វើអញ្ចឹងឬក៏មិននៅពេលដែលគាត់ជាប់តួនាទីជាតំណាងរាស្ត្រយើងយល់ឃើញថាជាកតាបកិច្ចសំខាន់ជាទីបំផុតពីព្រោះដោយក្នុងទូនាទីទី3ដែលខ្ញុំបានរៀបរាប់ពីដើមទីមិញអញ្ចឹងដើម្បីដោះស្រាយបញ្ហាមួយលកឹកណាតែយើងចុះទៅផ្ទាល់ទៅស្ដាប់មតិរបស់ប្រជាពលរដ្ឋទៅកន្លែងដែលមានបញ្ហាស្វែងយល់ពីបញ្ហាមូលហេតុនៃបញ្ហានៅពេលដែលយើងក្តាប់សភាពការយល់ពីមូលហេតុនៃបញ្ហាទាំងអស់នោះហើយយើងអាចលើកយកបញ្ហាទាំងអស់នោះចូលទៅជែកវែកញែកនៅក្នុងគណៈកម្មការជំនាញក៏ដូចជានៅក្នុងការសួរដេញដោលខាងរាជរដ្ឋាភិបាលដូច្នេះជារឿងមួយសំខាន់ណាស់ការចុះទៅជួបប្រជាពលរដ្ឋស្ដាប់សុខទុក្ខសួរសុខទុក្ខហើយនឹងស្ដាប់ពីទុក្ខកង្វល់ពីក្តីបារម្ភពីបញ្ហាដែលលោកជួបប្រទះបាទអាដាមបើតាមខ្ញុំបានមើលរបាយការណ៍ពាក់ព័ន្ធទៅនឹងការចុះមូលដ្ឋានរបស់តំណាងរាស្ត្រដែលសកម្ម
នៅកំឡុងឆ្នាំ2010ចឹងខ្ញុំឃើញរបាយការណ៍ឃើញក្នុងនោះដូចមានឈ្មោះអាដាមមួយដែរកូតាពីគណៈបកសិទ្ធិមនុស្សហើយខ្ញុំមើលឃើញសកម្មភាពរបស់អាដាមទាំងអស់ហាក់បីដូចឡើងខ្ពស់ជាងគេតើសកម្មភាពទាំងអស់ដែលពេលអាដាមចុះទៅពេលនោះតើក្នុងគោលបំណងអីគេដើម្បីពង្រឹងគណៈបកខ្លួនឯងផ្ទាល់ឬក៏ដើម្បីជួយអន្តរាគមន៍ផ្នែកណាមួយដែលពលរដ្ឋជួបលំបាកដូចពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចពាក់ព័ន្ធនឹងបញ្ហាជីវភាពរស់នៅរបស់គាត់ប្រចាំថ្ងៃពាក់ព័ន្ធនឹងទីផ្សារកសិផលរបស់គាត់ហ្នឹងឬក៏ចុះទៅគ្រាន់តែដើម្បីឲ្យគាត់ស្គាល់មុខក្នុងនាមជាតំណាងនេះក៏មិនអាចដល់ពេលនោះពេលដែលយើងចុះទៅតាមមូលដ្ឋានដើម្បីជួបប្រជាពលរដ្ឋគោលបំណងរបស់យើងធំហើយសំខាន់ជាទីបំផុតដោយខ្ញុំបានជម្រាបបាញ់មិញអញ្ចឹងគឺទៅស្ដាប់ទុកកង្វល់នឹងពីបញ្ហាដែលលោកជួបប្រទះនឹងជាចំណុចមួយចំណុចទី2ជាការផ្សព្វផ្សាយឲ្យលោកយល់ពីទូនាទីភារកិច្ចរបស់លោកក្នុងនាមជាប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ឆ្នោតដើម្បីជៀសវាងការគៀបសង្កត់ការភ័យខ្លាចពីការសម្លុតដោយប្រការណាមួយដូច្នេះជាការពន្យល់ពីការគោរពសិទ្ធិមនុស្សផងពីការចូលរួមរបស់ប្រជាពលរដ្ឋបែបប្រជាធិបតេយ្យផងដើម្បីឲ្យគាត់យល់កាន់តែច្បាស់ឲ្យคล้ายទៅជាពលរដ្ឋសកម្មពីព្រោះយើងយល់ឃើញថាប្រជាពលរដ្ឋចូលរួមជាឱកាសមួយដ៏ល្អដែលទប់ស្កាត់កុំឲ្យមន្ត្រីអសកម្មមន្ត្រីពុករលួយមន្ត្រីដែលគិតទៅពីរឿងទុច្ចរិតឬមួយក៏បកពួកឬមួយក៏គិតត្រឹមតែផលប្រយោជន៍ส่วนตัวឲ្យមានការព្រួយបារម្ភភ័យខ្លាចពីព្រោះពេលដែលប្រជាពលរដ្ឋលោកយល់ដឹងពីប្រជាធិបតេយ្យលោកនឹងចូលរួមកាន់តែខ្លាំងហើយកាន់តែល្អដូច្នេះចំណុចដែលខ្ញុំចង់បញ្ជាក់សំខាន់ចុះទៅពេលនោះគឺដើម្បីដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋលោកមានដើម្បីយកមកចងក្រងជាសំណួរដេញដោលជាមួយនឹងរាជរដ្ឋាភិបាលអរគុណអាដាមពាក់ព័ន្ធនឹងសំណួរមួយទៀតដែលជាទូទៅគេឆ្ងល់ណាឆ្ងល់ថាតើតំណាងរាស្ត្រនៅពេលដែលចុះទៅមូលដ្ឋានហ្នឹងចុះទៅណាចុះទៅកន្លែងណាចុះទៅផ្ទះបងប្អូនជាពលរដ្ឋផ្ទាល់ឬក៏ចុះទៅមានកន្លែងទីតាំងការងាររបស់តំណាងរាស្ត្រហ្នឹងគួយធ្វើដែរអាហ្នឹងអាដាមអាចបញ្យល់ពួកគាត់ជិះបានថានៅពេលដែលតំណាងរាស្ត្រគាត់ធ្វើការហ្នឹងចុះទៅណាយើងមានការសោកស្ដាយពីព្រោះពី2007រហូត2008មកដល់2013យើងឃើញទីស្នាក់ការឬក៏កន្លែងមិនសម្រាប់អ្នកតំណាងរាស្ត្រលោកចុះទៅធ្វើការតាមខេត្តកន្លែងខ្លះក៏មានកន្លែងខ្លះក៏គ្មានកន្លែងខ្លះក៏ជួលគេដូច្នេះមានភាពខ្វះខាតច្រើនមែនទែនហើយបើមានហើយហ្នឹងក៏មិនបានថែរក្សាត្រឹមត្រូវពេញលេញនោះជាចំណុចមួយដែលទាំងគ្រឿងសម្ភារៈក្នុងការរៀបចំធ្វើការអ្នកតំណាងរាស្ត្រចុះទៅជួបប្រជាពលរដ្ឋនៅក្នុងទីស្នាក់ការរបស់អ្នកតំណាងរាស្ត្រសម្រាប់ចុះទៅធ្វើការហ្នឹងក៏មានការមានន័យថានៅពេលដែលតំណាងរាស្ត្រគាត់ចុះទៅហ្នឹងគាត់មានការិយាល័យតំណាងរាស្ត្រសម្រាប់ធ្វើការងារហ្នឹងអាដាមមិនជាគោលការណ៍មានខេត្តខ្លះមានខេត្តខ្លះមិនទាន់មានខេត្តខ្លះជួលកន្លែងអីចឹងទៅដូចខ្ញុំលើកទៅក៏ប៉ុន្តែជារឿងមួយដែលយើងមានការសោកស្ដាយហៅថាការរៀបចំជួបអ្នកតំណាងរាស្ត្រមិនទៅធ្វើនៅការិយាល័យរបស់អ្នកតំណាងរាស្ត្រប្រែក្លាយទៅជាជួបនៅក្នុងមន្ទីរបកជួបទៅក្នុងទីប្រជុំជនឬមួយក៏បកជាអ្នករៀបចំដូច្នេះការបែងចែកជាបកហ្នឹងវាធំជាងជាតិធំជាងរដ្ឋជាចំណុចខ្វះខាតមួយដែលយើងយល់ឃើញថាមិនល្អតទៅសោះពីព្រោះអ្នកតំណាងរាស្ត្រត្រូវចុះទៅជួបនៅការិយាល័យអ្នកតំណាងរាស្ត្រត្រូវទៅប្រចាំការរបៀបម៉េចដើម្បីចាំជួបទទួលពាក្យបណ្ដឹងឬក៏ពាក្យសារទុករបស់ប្រជាពលរដ្ឋដែលលោកជួបប្រទះបាទពេលខ្លះមន្ត្រីរបស់រដ្ឋគាត់ច្រឡំខ្លួនឯងជាមន្ត្រីបបកដូច្នេះការដែលប្រតិបត្តិការនេះធ្វើឲ្យមានការយល់ច្រឡំខ្ញុំគិតថាមិនយល់ច្រឡំទេវាហាក់ដូចជាប្រព័ន្ធហើយរុញឲ្យទៅជាមានផ្នត់គំនិតបែបហ្នឹងរុញឲ្យទៅជាមានផ្នត់គំនិតបែបហ្នឹងវាធ្វើឲ្យទៅជាការងាររដ្ឋហើយនឹងការងារបកហ្នឹងវាច្បុកច្បល់នៅពេញទៅនឹងទាំងអស់បាទអារម្មណ៍មួយសំណួរទៀតពាក់ព័ន្ធទៅនឹងបញ្ហារបស់ជីវរដ្ឋពលរដ្ឋគាត់មានពាក្យបណ្ដឹងពលរដ្ឋមានការសំណុំពរពលរដ្ឋចង់បានអន្តរាគមន៍ពីតំណាងរាស្ត្រក្នុងការដោះស្រាយបញ្ហានៅពេលហ្នឹងតើពួកគាត់គួរទៅរកតំណាងរាស្ត្រនៅណានៅសភានៅតាមមូលដ្ឋានរបស់គាត់ឬក៏ទៅនៅណាអាដាមអាចមានដឹងពីព័ត៌មាននឹងកន្លងមកដែលធ្លាប់បត់មានបទពិសោធន៍ពាក់ព័ន្ធនឹងរឿងហ្នឹងបាទពីពេលកន្លងផុតមកប្រជាពលរដ្ឋពេលលោកមានបញ្ហាច្រើនទៅឡើងមកភ្នំពេញ
ឡើងមកភ្នំពេញដើម្បីស្កាត់ជួបអ្នកតំណាងរាស្ត្រឬក៏សុំដាក់ញត្តិនៅរដ្ឋសភាឬក៏មានការតស៊ូមតិទាមទារអញ្ចឹងដូច្នេះយើងយល់ឃើញថាជារឿងមួយដែលធ្វើឲ្យសេវាសាធារណៈបម្រើប្រជាពលរដ្ឋហ្នឹងមានភាពខ្វះខាតខ្លាំងមែនទែនដូច្នេះចំពោះយើងយល់ឃើញថាការិយាល័យអ្នកតំណាងរាស្ត្រត្រូវទៅរុញទៅជិតប្រជាពលរដ្ឋមែនទែនកាត់បន្ថយនៃការគាត់ឡើងមកដល់រាជធានីភ្នំពេញមកដល់រដ្ឋសភាដើម្បីដាក់ពាក្យបណ្ដឹងឬមួយក៏ដាក់ញត្តិអីជាដើមហើយរឿងនេះមួយរយៈកន្លងផុតមកហ្នឹងជួបប្រទះការលំបាកច្រើនណាស់សូម្បីតែមកដាក់ញត្តិហ្នឹងក៏ពិបាកហើយជាទូទៅអ្នកតំណាងរាស្ត្រហ្នឹងទូនាទីភារកិច្ចសំខាន់បំផុតហ្នឹងគឺត្រូវទទួលញត្តិទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋក៏ប៉ុន្តែមានការខ្វះខាតហើយមានបញ្ហាច្រើនណាស់យើងយល់ថានៅពេលដែលគណៈបកប្រជាធិបតេយ្យជឿនលឿនក្នុងគោលនយោបាយដែលបានកំណត់គឺត្រូវរុញសេវាសាធារណៈនោះកាន់តែទៅជិតប្រជាពលរដ្ឋមែនទែនជិតប្រជាពលរដ្ឋហើយសេវាសាធារណៈបម្រើប្រជាពលរដ្ឋហ្នឹងឲ្យរហ័សហើយឲ្យលឿនទៀតមិនមែនគ្រាន់តែរឿងញត្តិគ្រាន់តែរឿងពាក្យបណ្ដឹងពាក្យសារទុកមួយចំនួនហ្នឹងចាំបាច់ត្រូវតែធ្វើដំណើរមកដល់ភ្នំពេញទេបាទអរគុណអាដាមបច្ចុប្បន្នកាលនេះអាដាមសង្កេតឃើញថាតើការបំពេញតួនាទីរបស់តំណាងរាស្ត្រក៏ដូចជាការចុះទៅមូលដ្ឋានរបស់តំណាងរាស្ត្រហ្នឹងឆ្លើយតបទៅនឹងហៅថាតម្រូវការរបស់ប្រជាពលរដ្ឋដែលជួបបញ្ហាពីព្រោះយើងដឹងថាកម្ពុជាបច្ចុប្បន្ននេះកំពុងតែប្រឈមនឹងការឈ្លានពានពីបរទេសពិសេសគឺប្រទេសថៃតែម្ដងអញ្ចឹងបញ្ហាមួយចំនួនទៅគឺពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចការប្រកបមុខរបររកទទួលទានរបស់គាត់ហ្នឹងនៅមានបញ្ហាជាច្រើនអញ្ចឹងតើកាតព្វកិច្ចរបស់តំណាងរាស្ត្រហ្នឹងគាត់ចុះទៅបំពេញហ្នឹងតើវាឆ្លើយតបទៅនឹងបញ្ហាទាំងអស់ហ្នឹងឯងខ្ញុំតាមដានកិច្ចការនោះដែរខ្ញុំសង្កេតឃើញហាក់ដូចជាមានភាពអសកម្មច្រើនមែនទែនក្រោយពេលមានសង្គ្រាមឈ្លានពានធ្វើឲ្យសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋលោកជួបប្រទះការលំបាកបំណុលរបស់គាត់ជាមួយនឹងធនាគារឬក៏អង្គការការរកប្រាក់ចំណូលកាន់តែពិបាកហើយអ្នកតំណាងរាស្ត្រមួយចំនួនខ្ញុំឃើញមានខ្លះបានចុះជួបតិចតួចក៏ប៉ុន្តែខ្ញុំយល់ឃើញថាហាក់ដូចជាមិនគ្រប់គ្រាន់ទេបានន័យថាទី1ក្រោយពេលមានបញ្ហាឈ្លានពានប្រជាពលរដ្ឋលោកភាសឹកចំនួនច្រើនណាស់ពេលដំបូងពេលនោះហាក់ដូចជាស្ងាត់ស្ងៀមមែនតើជាការសង្កេតដែលខ្ញុំសង្កេតឃើញមានភាពស្ងាត់ស្ងៀមមិនឃើញមានភាពសកម្មក្នុងនាមជាអ្នកតំណាងរាស្ត្រតំណាងប្រជាជាតិខ្មែរពេលពលរដ្ឋរងគ្រោះជួបទុក្ខលំបាកភាសឹកគួរតែកិច្ចការនោះឲ្យសកម្មមែនទែនដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រជាពលរដ្ឋជាមួយនឹងរាជរដ្ឋាភិបាលនេះជាអ្វីដែលយើងសង្កេតឃើញចំណុចទី2ពាក់ព័ន្ធនឹងជីវភាពសេដ្ឋកិច្ចបច្ចុប្បន្នជាប្រដ្ឋលោកមានបញ្ហាច្រើនមែនទែនបញ្ហាជីវភាពបញ្ហាសេដ្ឋកិច្ចបញ្ហាបំណុលបញ្ហារកប្រាក់ចំណូលយើងសួរថាតើបញ្ហាទាំងអស់ហ្នឹងអ្នកតំណាងរាស្ត្រលោកដែលបានទៅជួបសហគមន៍ផ្ទាល់ស្ដាប់ពីបញ្ហាពិបាករបស់គាត់ឬក៏អត់ពីរឿងកសិផលចុះថោកធ្វើស្រូវចុះថោកដាំដំឡូងចុះថោកទាំងអស់ហ្នឹងតើបានទៅគិតគូរជាមួយនឹងសហគមន៍ជាមួយនឹងប្រជាកសិករយើងដោយផ្ទាល់ហើយរកដំណោះស្រាយបែបម៉េចគ្រាន់តែជាការសង្កេតខ្លីដែលខ្ញុំគ្រាន់តែបើកវងកញ្ចក់គ្រាន់តែឃើញមានការនិយាយថាជៀសវាងកុំឲ្យធ្វើស្រុកគ្នាពេកកុំឲ្យធ្វើច្រើនពេកកុំឲ្យលើសចំនួនពិបាករកទីផ្សារទាំងអស់នោះមិនមែនជាវិធានការដោះស្រាយទេចំពោះខ្ញុំគឺជាការដោះសារដូច្នេះពាក្យថាដោះសារហើយនឹងដោះស្រាយខុសគ្នានិយមន័យខុសគ្នាខ្លាំងដែលខ្ញុំស្នើសុំយ៉ាងទទូចទាំងអ្នកតំណាងរាស្ត្រក៏ដូចជាតំណាងរាជរដ្ឋាភិបាលលោកគួរគិតស៊ីជម្រៅពីវិធានការនៃការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពិតប្រាកដបាទអាដាមសំណួរចុងក្រោយពាក់ព័ន្ធទៅនឹងតើអាដាមយល់យ៉ាងណាដែរចំពោះការិយាល័យតំណាងរាស្ត្រដែលមានតាមខេត្តក្រុងមួយចំនួនហ្នឹងតើបើសិនជាអាដាមឬគណៈបកអាដាមជាប់ឲ្យអាដាមធ្វើតំណាងរាស្ត្រម្ដងទៀតតើអាដាមគិតថានឹងធ្វើឲ្យការិយាល័យតំណាងរាស្ត្រតាមខេត្តមួយហ្នឹងឲ្យដំណើរការឡើងវិញយ៉ាងដូចដែរអាដាមយើងធ្លាប់បានធ្វើទៅហើយពេលដែលខ្ញុំនៅក្នុងនាមជាតំណាងរាស្ត្រអតីតគណៈបកសង្គ្រោះជាតិយើងនៅព្រៃវែងមានការិយាល័យតំណាងរាស្ត្រហើយអតីតគណៈបកសង្គ្រោះជាតិជាប់បាន6កៅអីលើ11ហើយខ្ញុំបានរៀបចំ
សូមឲ្យតំណាងរាស្ត្រមួយរូបចុះទៅប្រចាំការក្នុងមួយសប្តាហ៍មានម្នាក់ចុះទៅប្រចាំការនៅការិយាល័យតែម្ដងដូច្នេះជារឿងមួយដ៏សំខាន់ណាស់ដែលការិយាល័យអ្នកតំណាងរាស្ត្រត្រូវតែមានអ្នកតំណាងរាស្ត្រនៅប្រចាំការជាមួយនឹងមន្ត្រីរដ្ឋសភាដែលធ្វើការនៅទីនោះដើម្បីរងចាំស្ដាប់មតិយោបល់ទុកកង្វល់របស់ប្រជាពលរដ្ឋដូច្នេះខ្ញុំយល់ឃើញថាត្រូវតែជំរុញលើកទឹកចិត្តទៅខាងអគ្គលេខាធិការឋានរដ្ឋសភារៀបចំការិយាល័យអ្នកតំណាងរាស្ត្ររៀបចំកន្លែងអ្នកតំណាងរាស្ត្រចុះទៅធ្វើការនៅការិយាល័យតំណាងរាស្ត្រឲ្យបាននៅទូទាំងប្រទេសទាំង25រាជធានីខេត្តពីព្រោះបើពុំដូច្នោះទេដូចខ្ញុំលើកពីដើមទីថាអ្នកតំណាងរាស្ត្រទៅទីស្នាក់ការបករៀងខ្លួនដូច្នេះពាក្យថាទីស្នាក់ការបកវាមិនមែនជាការិយាល័យតំណាងរាស្ត្ររបស់ប្រជាជាតិខ្មែរទេថាមិនមែនជាតំណាងប្រជាជាតិខ្មែរវាមិនមែនជាតំណាងប្រជាជាតិខ្មែរវាទៅជាតំណាងបកដូច្នេះនយោបាយបកហួសរដ្ឋនេះគឺគ្រោះថ្នាក់ជាទីបំផុតដែលយើងជាអ្នកប្រជាធិបតេយ្យយើងនៅតែជំរុញលើកទឹកចិត្តថាត្រូវតម្កល់រដ្ឋឲ្យធំជាងបកដូច្នេះគោលនយោបាយរបស់ប្រជាធិបតេយ្យជឿនលឿនអត់មានទេបែបនេះมันមានសម្ពាធមិនមានការបង្ខិតបង្ខំទៅលើមន្ត្រីរាជការឬមួយក៏ទៅលើគ្រូបង្រៀនឬមួយក៏សិស្សនិស្សិតឬមួយក៏ស្ថាប័នណាមួយដាច់ខាត់ត្រូវទៅចូលបកនោះទេពីព្រោះយើងចង់ទុកភាពឯករាជ្យភាពរបស់មន្ត្រីរាជការភាពឯករាជ្យភាពរបស់លោកគ្រូអ្នកគ្រូពីព្រោះកន្លែងនោះសំខាន់ណាស់នៅពេលដែលមានឯករាជ្យភាពគ្មានរងសម្ពាធធ្វើឲ្យធានាដល់មុខវិជ្ជាជីវៈមុខរបរវិជ្ជាជីវៈរបស់គាត់អាចប្រកបរបរនោះដោយពេញលេញដូច្នេះស្មារតីជាតិក៏ចាប់ផ្ដើមកើនឡើងការហ៊ាននិយាយពីបញ្ហាសង្គមក៏នឹងមានការរីកចម្រើនធ្វើឲ្យប្រជាពលរដ្ឋសិស្សនិស្សិតលោកបានដឹងបានឮពីបញ្ហាសង្គមបញ្ហាសេដ្ឋកិច្ចបញ្ហានយោបាយកាន់តែខ្លាំងឡើងចំណុចទាំងអស់នេះខ្ញុំយល់ថាយើងធ្វើកំណែទម្រង់ស៊ីជម្រៅមួយតាមរយៈគណៈបកប្រជាធិបតេយ្យជឿនលឿនបាទសូមអរគុណអាដាមចំពោះការចែករំលែកពាក់ព័ន្ធនឹងបញ្ហាការចុះមូលដ្ឋានរបស់តំណាងរាស្ត្របាទខ្ញុំសូមអរគុណចំពោះការតាមដានទាំងអស់គ្នាបាទសូមជម្រាបលាបាទ